សមាធិមានសំណួរគាត់សួរថាហេតុអ្វីបានជាខ្ញុំអង្គុយអត់ស្ងប់សោះអញ្ចឹងណាហើយលក្ខណៈតាមពិតសមាធិនេះដំបូងយើងគួរតែយល់ថាអ្វីទៅជាសមាធិហើយមួយទៀតខ្ញុំចង់អង្គុយឲ្យស្ងប់ខ្ញុំចង់នឹងគឺជាតណ្ហាចង់នឹងគឺជាតណ្ហាហើយដល់ពេលខ្ញុំនឹងគឺជាទិដ្ឋិខ្ញុំចង់អ្នកណាអ្នកអង្គុយគឺខ្ញុំចង់អង្គុយអាហ្នឹងចង់និយាយថាអ្នករៀនអភិធម្មអាចវែកញែកពាក្យនឹងបានខ្ញុំអត់វែកញែករឿងសមាធិនឹងជាអីទេគ្រាន់តែចង់ប្រាប់ថាចេះបងប្អូនខ្លាំងគាត់សមាធិនឹងយូរខែយូរឆ្នាំហើយមែនតើប៉ុន្តែគាត់អត់ស្គាល់ថាអ្វីទៅជាសមាធិហើយអង្គុយរបៀបម៉េចគឺគាត់នៅតែមិនទាន់ដឹងច្បាស់ហ្នឹងណាហើយសមាធិត្រូវការអីខ្លះដើម្បីឲ្យបានចិត្តស្ងប់ទី1រឿងនៅក្នុងខ្លួនរបស់យើងគឺសិល5សិល8សិល10ឬក៏សិលរបស់ភិក្ខុបើសិនជាលោកអ្នកជាព្រះភិក្ខុសង្ឃអីចឹងទៅអញ្ចឹងសំខាន់ណាស់វាគឺគ្រឹះសំខាន់តែម្ដងសម្រាប់សមាធិបើសិលអត់ស្អាតទេអង្គុយក៏រវើរវាយតាពីតាប្រេះតាផ្ដាស់ហែហូអីចឹងទៅអញ្ចឹងអានេះរឿងសំខាន់របស់ខ្លួនយើងចំណែករឿងខាងក្រៅមួយទៀតគឺគ្រូនឹងសំខាន់ណាស់គ្រូថ្នាក់ដឹកនាំប្រសិនបើយើងអត់ដែលបានសិក្សាព្រះពុទ្ធវចនៈសិក្សាស្រាវជ្រាវទោះបីជាសិក្សាស្រាវជ្រាវក៏ដោយប៉ុន្តែត្រូវការគ្រូដែលច្បាស់លាស់ជាមួយនឹងការចម្រើនសមថៈបើមិនអញ្ចឹងទេវាងាកទៅបារមីវាងាកទៅអមនុស្សវាងាកផ្ដេសផ្ដាស់អត់ល្អទេហើយប្រសិនបើយើងមិនច្បាស់ទេយើងទៅបង្រៀនគេអាហ្នឹងដូចបង្កាត់ភ្លើងដុតខ្លួនឯងអញ្ចឹងអាហ្នឹងរឿងខាងក្រៅគ្រូហ្នឹងគឺសំខាន់ព្រោះការសម័យព្រះអង្គគង់នៅព្រះសម្មាសម្ពុទ្ធលោកមើលតាំងពីលោកអាចកំណត់ដឹងពីអត្តចរិតព្រោះកម្មដ្ឋានទាំង40ក្នុងសមថៈហ្នឹងគឺគេមើលតាំងពីអត្តចរិតថាមានមិនទៀតបងប្អូនអាចទៅសិក្សានៅក្នុងវិសុទ្ធមគ្គបានអានវិសុទ្ធមគ្គមើលវិសុទ្ធមគ្គចុះឡើងឲ្យច្បាស់ខ្ញុំកាលណាខ្ញុំអានជាច្រើនដងមែនតើអញ្ចឹងណាទាំងសិលទាំងសមាធិគ្រប់សពបែបយ៉ាងហើយដល់ពេលចម្រើនយូរទៅចូលទៅដល់វិបស្សនាត្រូវសិក្សាព្រះអភិធម្មច្បាស់ជាមួយព្រះអភិធម្មអញ្ចឹងរឿងមួយទៀតបន្ទាប់ពីគ្រូរឿងទី3ដែលត្រូវការគឺទីកន្លែងសម្រាប់អង្គុយសមាធិព្រោះសំឡេងគឺជាផលរំខានគឺជាសត្រូវរបស់សមាធិហើយទីតាំងក៏លោកបានប្រាប់ដែរណានៅក្នុងសភៅវិសុទ្ធមគ្គព្រះអង្គបានប្រាប់ថាកន្លែងណាគួរអង្គុយចម្រើនកន្លែងណាមិនគួរអង្គុយចម្រើនទោះបីជាកន្លែងនឹងស្ងាត់ប៉ុន្តែវាមានហេតុភេទអ្វីមួយយ៉ាងនៅក្នុងនឹងអញ្ចឹងទីកន្លែងហ្នឹងក៏សំខាន់មានប្រមាណកន្លែងខ្ញុំកណាអត់រៀបរាប់ទេហើយរឿងសំខាន់មួយទៀតសម្រាប់ខ្លួនយើងបន្ទាប់ពីមានសិលហើយ4យ៉ាងណាសម្រាប់ពីយើងដែលមានសិលហើយយើងត្រូវលះនៅបរិពោធទាំង10ទៀតបរិពោធទាំង10នេះមានបរិពោធ9យ៉ាងដែលយើងគួរគិតដែរតាមពិតច្រើនណាប៉ុន្តែយើងគួរគិតមើលទី1គឺកង្វល់ជាមួយនឹងការគ្រប់គ្រងលំនៅអញ្ចឹងបានជាបព្វជិតដ៏ច្រើនគឺអត់មានផ្ទះអត់មានសបាយទេគល់ឈើរូងថ្មដើម្បីអង្គុយចម្រើនសមថៈនឹងឯងប៉ុន្តែសួរថាចុះអ្នកនៅផ្ទះចម្រើនបានអត់បានមិនអត់ទេបានណាគ្រាន់តែវាជារឿងមួយដែលពិបាកព្រោះអ្នកដែលជាកុហកមិនមែនជាអ្នកបួសហ្នឹងក៏សម្រេចអ្នកផលក៏ច្រើនរៀនបានក៏ច្រើនតាមការសិក្សាដែលខ្ញុំបកណានេះខ្ញុំបានមើលកន្លងមកគ្រាន់តែលំបាកអញ្ចឹងទីកន្លែងហ្នឹងសម្រាប់អង្គុយដូចគ្នាទី2គឺកង្វល់ខ្វាយខ្វល់ជាមួយនឹងតកោមុខមាត់អីហ្នឹងអាហ្នឹងក៏មានការលំបាកដែរនេះដោយសង្ខេបទេណាមានអធិប្បាយច្រើនទៀតហើយទី3នោះគឺកង្វល់ជាមួយនឹងលៀបយួសសក្ការៈត្រូវការលៀបត្រូវការយួសបើរវល់ជាមួយនឹងរឿងអស់ហ្នឹង
យោគីវចរក៏ចិត្តអត់ស្ងប់ក្នុងការអង្គុយសមាធិដែរទី4នោះគឺពួកគណៈក្រុមបកពួកនិយមអីហ្នឹងក៏មិនកើតដែរព្រះអង្គឲ្យលាស់លះចេញព្រោះវាមានបញ្ហាកង្វល់ខ្វាយខ្វល់ច្រើនទី5ហ្នឹងគឺការងារយើងដែលធ្វើពួកការងារខ្លះមិនតែការងារប្រើកម្លាំងឬក៏ការងារដែលប្រើខួរក្បាលទេព្រោះការងារយើងមានរបៀបប្រើខួរក្បាលគិតហើយនិងប្រើកម្លាំងដូចគ្នាដល់ពេលយើងហត់យើងអស់កម្លាំងក៏យើងអង្គុយសមាធិអត់បានដែរហិហក់អញ្ចឹងបានជាអ្នកសមាធិមានកិច្ចការងារបងប្អូនពុទ្ធបរិស័ទតោងគិតថាហេតុអីបានជាបព្វជិតមានការងារតែមួយទេគឺដើរបិណ្ឌហើយនឹងរៀនធម៌ហើយនឹងអង្គុយចម្រើនកម្មដ្ឋានហើយនឹងផ្សព្វផ្សាយព្រះធម៌អញ្ចឹងនេះគឺជាការងាររបស់សាមណៈដើម្បីកុំឲ្យចិត្តនឹងវាខ្វល់ខ្វាយវាគិតច្រើនប្រើខួរក្បាលច្រើនអាហ្នឹងការងារហើយចំណុចមួយទៀតនេះគឺដើរផ្លូវឆ្ងាយយើងទៅនេះទៅនោះទៅពីទៅពីទៅព្រេះទៅផ្ដាអីចឹងទៅក៏វាមានភាពខ្វាយខ្វល់ជាមួយនឹងការចម្រើនសមាធិដែរហើយមួយទៀតគឺជាមួយនឹងញាតខ្វល់ខ្វាយច្រើនញាតហ្នឹងមិនទៅញាតឈឺឬក៏ញាតក្រឬក៏ញាតលំបាកអីចឹងទៅគិតពិបាកចិត្តហើយមិនឲ្យគិតទេណាគ្រាន់តែថាអ្នកដែរចម្រើនសមថៈហ្នឹងគឺក្នុងខណៈពេលដែលអង្គុយចម្រើនហ្នឹងត្រូវលះបានអាហ្នឹងអាស្រ័យទៅលើយើងហើយទី8នោះគឺជំងឺនៅក្នុងខ្លួននឹងមានជំងឺក៏អង្គុយសមាធិអត់បានដែរឈឺនេះឈឺនោះនិយាយទៅការចម្រើនសមថៈគឺត្រូវការទាំងសុខភាពផ្លូវកាយទាំងសុខភាពផ្លូវចិត្តហើយទីកន្លែងយើងត្រូវការច្រើនសម្រាប់ខ្លួនយើងហើយអ្វីដែលសំខាន់គឺសិលនឹងឯងសិល5សិល8សិល10ហើយមួយទៀតហ្នឹងកង្វល់ជាមួយនឹងការសិក្សារៀនបរិយ័តខ្ញុំចង់បញ្ជាក់ពីចំណុចនេះបងប្អូនខ្លះគាត់ថារហូតដល់វាមានពាក្យថាអ្នកសិក្សាបរិយ័តអ្នកសិក្សាសមាធិចង់និយាយថាការសិក្សាបរិយ័តនេះគឺសំខាន់បងប្អូនពុទ្ធបរិស័ទដែលកំពុងតែស្ដាប់នេះត្រូវដឹងណាលោកគ្រូសំមិនធឿនខ្ញុំលើកឧទាហរណ៍លោកគ្រូហឹមមិនធឿនបច្ចុប្បន្នសូម្បីតែសំណាក់បដិបត្តិគោឯងកាក៏ខ្ញុំជាអ្នកដែលចូលទៅសមាធិការខ្ញុំនៅធ្វើការខ្ញុំព្យាយាមសុំការងារសុំច្បាប់ពីការងារមួយថ្ងៃមួយឆ្នាំមួយដងឬក៏ពីរដងដើម្បីទៅអង្គុយបដិបត្តិនៅសំណាក់បដិបត្តិគោឯងកាប៉ុន្តែបងប្អូនដែលនៅទីនោះដោយច្រើនអត់បានសិក្សាព្រះពុទ្ធវចនៈទេប៉ុន្តែគ្រូដូចជាលោកគ្រូគោឯងកាឬក៏អាចារ្យធំដែលគាត់ស្លាប់ទៅនេះក៏គាត់ជាអ្នកសិក្សារៀនសូត្រអានបត្រៃបិដកមើលអីច្រើនអញ្ចឹងណាចឹងបើសិនជាយើងអត់ដឹងយើងអត់យល់យើងអត់បានអានអាហ្នឹងក៏មានការវង្វេងជាមួយនឹងការអង្គុយសមាធិនឹងដែរចឹងហើយបានជាខ្ញុំប្រកាសនេះខ្ញុំណែនាំហើយក៏ពេញចិត្តប៉ុន្តែត្រូវរៀនបន្ថែមសំណាក់បដិបត្តិ Goenka លោកឲ្យធ្វើតាមលោកគ្រប់កលៈទេសៈទាំងអស់នៅពេលដែលចូលទៅចម្រើនសមថៈដូចនៅក្នុងគម្ពីរគម្ពីរវិសុទ្ធិមគ្គព្រះភិក្ខុសង្ឃមួយអង្គលោកជាអ្នកត្រួតត្រងព្រះបរិយ័តទេណាខ្ញុំភ្លេចតែគម្ពីរអីទៅទេនៅពេលដែលលោកចូលទៅចម្រើនកម្មដ្ឋានគ្រូរបស់លោកប្រាប់ថាអ្នកអាចលះចង់និយាយថាការបរិយ័តទាំងអស់នឹងបានទេលះនឹងលះអាម៉េចបានន័យថាកុំឲ្យនឹកឃើញកុំឲ្យគិតគឺត្រូវចិត្តទាំងកាយនឹងត្រូវស្ដាប់បង្គាប់គ្រូឲ្យធ្វើអីរៀនរបៀបម៉េចកុំក្បត់ណាកុំកុហកអញ្ចឹងលោកថាលោកធ្វើបានហើយលោកក៏អង្គុយចម្រើនសមថៈនឹងរហូតដល់សម្រេចជាព្រះអរហន្តធ្វើតាមគ្រូហើយសព្រមចារីនឹងមកលេងក៏ចង់ឲ្យលោកនឹងស្វាត់ជាយព្រះបរិយ័តនឹងឡើងមកវិញលោកថាលោកលះបង់យូរហើយលោកអត់បាននឹកឃើញអត់បានគិតណាអញ្ចឹងមិនដឹងថាសូត្រចាំអត់ទេប៉ុន្តែនៅពេលដែលលោកសូត្រឡើងមកវិញមកសព្រមចារីព្រះភិក្ខុសង្ឃទាំងអស់នឹងលោកបានសរសើរថាគ្មានខុសខ្លងឃ្លាសូម្បីតែមួយម៉ាត់ការចម្រើនសមថៈនេះគឺធ្វើឲ្យសតិនឹងរឹងមាំទៀតផងអញ្ចឹងចំណុចទី10នោះកង្វល់ជាមួយរិទ្ធចំណុចទី10នេះតតែអ្នកដែលចម្រើនដល់ថ្នាក់ឈានអីនោះអាហ្នឹងយើងមិនចាំបាច់ខ្វាយខ្វល់ទេអាហ្នឹងអ្នកចម្រើនឈានហ្នឹងគាត់ចូលចិត្តលេងជាមួយរិទ្ធជាមួយអីនឹងខ្ញុំគិតទេអញ្ចឹងការដែលធ្វើចិត្តឲ្យស្ងប់ងាកមករឿងដែលធ្វើចិត្តឲ្យស្ងប់តែមួយម៉ាត់ទេចំណុចទាំងអស់នេះយើងត្រូវគិតឡើងមកវិញហើយកុំបាច់ចង់ខ្ញុំសនំពរចង់គឺជាតណ្ហាខ្ញុំចង់គឺជាទិដ្ឋិតណ្ហាលះចំណុចនឹងចេញអញ្ចឹងយើងគ្រាន់តែកំណត់សម្គាល់នៅពេលដែលយើងអង្គុយចម្រើនសមថៈឲ្យច្បាស់បើសិនជាចម្រើនព្រះអានាបានសតិឲ្យប្រកាសថាព្រះអានាបានសតិបើយើងចម្រើនកសិនឲ្យប្រកាសថាកសិនស្គាល់នៅវិធីសាស្ត្រក្នុងការចម្រើនអញ្ចឹងបងប្អូនតោង
តោងគិតពីចំណុចទាំងអស់នេះឲ្យបានច្បាស់ហើយអញ្ចឹងធ្វើមិនទៅបើចិត្តរវើរវាយវាជារឿងធម្មតាទេវាជារឿងធម្មតាទេសម្រាប់អ្នកអង្គុយប៉ុន្តែក៏អត់បណ្ដោយដែរព្រោះដរាបណាសូម្បីតែខនិខៈចិត្តកើតឡើងសូម្បីតែឧបចារៈកើតឡើងក៏ពិបាកក្នុងការគ្រប់គ្រងជាមួយនឹងនិវរណធម៌ទាំង5នឹងដែរអញ្ចឹងក្នុងកំឡុងពេលហ្នឹងធ្វើចិត្តបែបម៉េចនៅពេលដែលចម្រើនយូរទៅប៉ុន្តែមួយខណៈចិត្តដែលអង្គុយចម្រើនមួយទាំងហើមហ្នឹងបើយើងចម្រើនព្រះអានាបានសតិហ្នឹងណាបនច្រើនណាស់ហើយវារីកចម្រើនមិនអត់រីកចម្រើនទេកុំគិតថាអត់រីកចម្រើនខ្ញុំនិយាយដដែលតាក់ទងទៅនឹងសិលត្រូវរំលឹកមើលឡើងមកវិញឲ្យបានច្បាស់ហើយនឹងបរិពោធទាំងអស់នេះឲ្យបានច្បាស់ហើយនឹងគ្រូហើយនឹងអីហោហែដែលនិយាយពីខាងដើមមកអញ្ចឹងគួរធ្វើចិត្តបែបម៉េចនៅពេលដែលចិត្តនឹងអត់ស្ងប់ស្ងាត់ចម្រើនមេត្តាងាកមកមេត្តាវិញសូមឲ្យខ្ញុំបានសុខឬមួយក៏ចិត្តនឹងត្រូវព្យាយាមបើវាទៅណាទៅណីហើយក៏ងាកមកមើលខ្យល់ដង្ហើមចំណុចប៉ះកន្លែងនេះវិញអ្នកខ្លះគាត់យកចិត្តហ្នឹងមកដាក់នៅក្នុងទ្រូងដោយលោកគ្រូសំធឿនលោកធ្លាប់ដាក់នៅក្នុងនៅដើមទ្រូងនេះយើងធ្វើអញ្ចឹងក៏បានប៉ុន្តែដោយច្រើនគឺសម្រាប់ខ្ញុំផ្ទាល់ខ្ញុំកាលណាខ្យល់គឺមើលខ្យល់ដង្ហើមហើយមើលចំណុចប៉ះហើយនិយាយទៅសភាពចាក់ចុកឈឺតឹងសភាពទាំងអស់ហ្នឹងវាត្រូវតែកើតមានឡើងប៉ុន្តែយើងមិនចាំបាច់ខ្វាយខ្វល់ពីវាទេបើយើងចម្រើនសមថៈយើងគិតតែមួយគត់គឺខ្យល់ដង្ហើមចេញចូលចំណុចប៉ះកន្លែងហ្នឹងហើយជួនពេលខ្លះវាអាចមានពន្លឺវាអាចមានអីចឹងទៅអាហ្នឹងវាក៏ជារឿងហ្នឹងទៅមិនចាំបាច់ខ្វាយខ្វល់ទេខ្យល់ដង្ហើមចំណុចប៉ះនៅកន្លែងនេះជាយាមទាញចិត្តហើយកុំបាច់ខ្វាយខ្វល់រឿងចិត្តមិនស្ងប់ចិត្តអីទាំងអស់ហ្នឹងវាជារឿងធម្មតាឬក៏ឈឺនេះឈឺនោះចាក់នេះចាក់នោះវាជាសភាវៈធម្មតាតែប៉ុណ្ណឹងនៅពេលដែលអង្គុយយោគីវចរ99ចុចហើយដែលត្រូវតែមានភាពឈឺចុកចាប់បែបនេះទោះបីជាចូលទៅដល់ថ្នាក់ឈានហើយក៏ដោយវិបស្សនាជាន់ខ្ពស់ហើយក៏ដោយសួរថានៅមានរឿងទាំងអស់ហ្នឹងមានប៉ុន្តែដោយសារចិត្តគេជាចិត្តជាឧបេក្ខាចិត្តជាឯកកតាអញ្ចឹងគេអាចអត់ធ្មត់ជាមួយនឹងភាពឈឺចុកចាប់ទាំងអស់ហ្នឹងបានណាអញ្ចឹងកុំបាច់ខ្វាយខ្វល់កុំបាច់គិតថាមិនក៏មិនស្ងប់គ្រាន់តែដឹងថាមើលខ្យល់ដង្ហើមចេញចូលហើយអេយ៉ាប័តនៃការអង្គុយការសមាធិនេះមិនមែនតែអង្គុយតែមួយមុខទេដេកដើរឈរគ្រប់អេយ៉ាប័តទាំងអស់ដែលយើងអាចចម្រើនសមាធិបាននេះខ្ញុំបង្ហាញអេយ៉ាប័តព្រះអង្គផ្ទុំខ្ញុំឃើញប្រទេសភូមាគេធ្វើរូបព្រះអង្គផ្ទុំសមាធិនេះស្អាតមែនតើនេះរូបព្រះអង្គផ្ទុំសមាធិខ្ញុំចង់ទាញអត់បានព្រិចគឺដាក់ជើងបែបហ្នឹងដាក់ប្រហោះបែបហ្នឹងនេះបងប្អូនមើលណាផ្ទុំបែបហ្នឹងគឺគេងបែបហ្នឹងសមាធិគេងសមាធិហើយជើងហ្នឹងគឺដាក់បើសិនជាយើងដាក់ស្មើខ្ញុំសម្រាប់ខ្ញុំគឺអង្គុយគឺគេងសមាធិអត់កើតទេតែបើដាក់ជើងយើងចូលកលៈហើយកុញបន្តិចអញ្ចឹងគឺគេងសមាធិស្រួលខ្លួនមែនតើពេលដែលយើងអស់កម្លាំងអញ្ចឹងងាកមកសមាធិនេះមានអត្ថប្រយោជន៍ច្រើនបងប្អូនវាជាការសម្រាកទាំងផ្លូវកាយនិងផ្លូវចិត្តហើយក៏វាអាចលះនៅទុក្ខកង្វល់យ៉ាងច្រើនផងដែរប៉ុន្តែអត្ថប្រយោជន៍របស់សមាធិនៅក្នុងព្រះពុទ្ធសាសនាមិនមែនត្រឹមតែប៉ុណ្្នឹងទេរហូតដល់បុគ្គលខ្លះគាត់ថាគាត់ខ្ញុំកណាគេតាមតននិយាយរឿងហ្នឹងទេអញ្ចឹងត្រឹមប៉ុណ្្នឹងគិតថាដើម្បីធ្វើចិត្តឲ្យស្ងប់គឺមានប្រមាណចំណុចហ្នឹងឯងហើយធ្វើចិត្តបែបមិនបាច់ទេគ្រាន់តែបើវាមិនស្ងប់ហើយយើងទាញមកវិញមកវាជារឿងធម្មតាអញ្ចឹងមិនបាច់ចង់ទេអាចង់ហ្នឹងគឺជាតណ្ហាសេចក្តីត្រូវការហើយអាខ្ញុំចង់ហ្នឹងគឺជាតណ្ហាខ្ញុំហ្នឹងគឺជាទិដ្ឋិអាចង់ហ្នឹងគឺជាតណ្ហាអញ្ចឹងត្រូវដឹងអញ្ចឹងមើលតែខ្យល់ដង្ហើមហើយកំណត់ដឹងតែប៉ុណ្្នឹងទៅយ៉ាងម៉េចតទៅទៀតយើងសិក្សាបន្តទៅទៀត